រឿងនេះគឺកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងដែលយើងសូមមិនបញ្ចេញឈ្មោះនោះទេហើយលោកគ្រូពេទ្យដែលជួបរឿងនោះគឺគាត់ឈ្មោះថាសារ៉ិនហើយយប់ដែលកើតហេតុនោះជាវេនយាមរបស់លោកគ្រូពេទ្យសារ៉ិនពេលនោះលោកគ្រូពេទ្យសារ៉ិនគាត់កំពុងតែដើរត្រួតពិនិត្យតាមបន្ទប់នីមួយៗរបស់អ្នកជំងឺពេលដែលគាត់ដើរត្រួតពិនិត្យរួចអស់គឺឃើញថាមានបន្ទប់មួយដែលនៅទំនេរហើយបន្ទប់ដែលទំនេរនោះឃើញថាបើកភ្លើងចោលអត់បានបិទភ្លើងទេហើយលោកគ្រូពេទ្យសារ៉ិនគាត់ក៏ឆ្ងល់ក្នុងចិត្តថារាល់ដងគ្រប់ពេលដែលបន្ទប់ដែលទំនេរគឺមិនមានបើកភ្លើងចោលទេហេតុអ្វីថ្ងៃនេះក៏បើកភ្លើងខុសពីធម្មតាពេលនោះលោកគ្រូពេទ្យសារ៉ិនគាត់ក៏បានចូលទៅបិទភ្លើងក្នុងបន្ទប់ដែលទំនេរនោះពេលដែលលោកគ្រូពេទ្យសារ៉ិនគាត់ចូលទៅបិទភ្លើងមិនទាន់បាន5វិនាទីផងក៏ស្រាប់តែលោកគ្រូពេទ្យសារ៉ិនគាត់មានអារម្មណ៍មិនស្រួលក្នុងចិត្តបាត់ទៅហើយភ្លាមនោះលោកគ្រូពេទ្យសារ៉ិនគាត់មិនបានបង្អង់យូរទេគាត់ក៏ប្រញាប់ប្រញាល់រត់ចេញពីបន្ទប់ដែលទំនេរនោះយ៉ាងលឿនតែម្ដងពេលដែលគាត់រត់ចេញពីបន្ទប់នោះហើយគាត់ក៏ទៅប្រាប់លោកគ្រូពេទ្យណារ៉ាដែលយាមវេនជាមួយនឹងគាត់ដែរបន្ទាប់ពីលោកគ្រូពេទ្យសារ៉ិនប្រាប់លោកគ្រូពេទ្យណារ៉ាហើយពួកគាត់ទាំងពីរក៏ដើរទៅបន្ទប់នោះសាជាថ្មីពេលដែលដើរទៅដល់នោះគឺឃើញថាมันមានបញ្ហាអ្វីនោះទេលោកគ្រូពេទ្យណារ៉ាគាត់ក៏ថាលោកគ្រូពេទ្យសារ៉ិនឯងស្រមើស្រមៃពេកទេដឹងទើបបានជាភ័យឡើងបះសក់បែបនេះហើយខ្ញុំនៅទីនេះរាប់ឆ្នាំហើយមិនដែលមានបញ្ហាអ្វីកើតឡើងនោះទេបន្ទាប់ពីនិយាយរួចរាល់អស់លោកគ្រូពេទ្យណារ៉ាគាត់ក៏គ្រវីក្បាលហើយដើរចេញទៅ